ประเนียงโตเจนนะนักบัญชีสมรรถเพียบจีเนียดาบังไฮโมดมือรุปเอากกระกัมพูทีอันตรเชียกันละกันวิสนุโลจากมาสบายซอให้มีสวัสดิภาพแจ้งคลิปนำนำจมูกหนึ่งเล่ที่ยังไว้ไม่พระจมูกหนึ่งสปาสบายเนี่ยมองปอปลาต่างปีมองในโจคนี้ช่วยผลิตสบายยังไงซอเลื่อนซอใบมีสวัสดิภาพมีสำน้ำพลังจังปีขันขนมต่ำดองในดับบ้านเผาเลยที่ยังไว้ไม่พระหายคือสบายซอมมัดโลซอใบมีสกปรกอ๋อหนึ่งชุบเชียงมาสบายค่อยๆจีบซ่าคือสบายอย่างนี้รองปฏิกรรมกัมพูทีดาวบังไฮโมสะสมัยได้มีชโมทากันละกันวิสนุโลกว่าปฐอาณาจักรขมายระบาโลกโอลิวากุงได้หนึ่งเตรียมเรียบจำในថ្ងៃទី6 ខែ មេសា ឆ្នាំ 2025 ខាងមុខនេះដែលមានលក្ខណៈទ្រង់ទ្រាយធំជាអន្តរជាតិដែលប្រារព្ធនៅក្នុងសណ្ឋាគារ Oxwood នៅក្នុងតំបន់បឹងកក់ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Oxwood កាលពីថ្ងៃទី25 ខែមីនា ឆ្នាំ 2025 លោកអូលីវ៉ាគុងក៏បានបញ្ជាក់ជូនដល់ដៃគូសហការនិងម្ចាស់ឧបត្ថម្ភកម្មវិធីដែលមានដូចជាក្រុមហ៊ុននាឡិកាដៃ Watch People សណ្ឋាគារ Oxwood និងធនាគារ APD បានឲ្យដឹងថាកម្មវិធីដើរបង្ហាញម៉ូដដែលមានលក្ខណៈសូដ៏អស្ចារ្យដែលមានឈ្មោះថាកាលកិនវិស្ណុលោកវប្បធម៌អាណាចក្រខ្មែរឆ្នាំ 2025 នេះដែលនឹងត្រៀមរៀបចំឡើងនៅថ្ងៃទី6 ខែ មេសា ឆ្នាំ 2025 ខាងមុខនេះជាមួយនឹងការចូលរួមយ៉ាងច្រើនកកកពីសំណាក់បុគ្គលល្បីៗភ្ញៀវអន្តរជាតិរួមទាំងអ្នកគាំទ្រផងដែរកម្មវិធីដើរបង្ហាញម៉ូដលក្ខណៈសហសម័យដែលមានឈ្មោះថាកាលកិនវិស្ណុលោកគឺក៏មានការសម្ដែងនៅរបាំបុរាណព្រមទាំងការដើរបង្ហាញម៉ូដយ៉ាងពិសេសរបស់ brand កាលកិនឈុតសម្លៀកបំពាក់សម្រាប់កម្មវិធីខាងមុខនេះគឺលោកផ្ទាល់ផងជាអ្នកច្នៃម៉ូដដែលដកស្រង់ចេញពី5សម័យកាលដើម្បីយកមកបង្ហាញជូនដល់មហាជនលោកអូលីវ៉ាគុងដែលជាគ្រូបង្វឹកដើរបង្ហាញម៉ូដនិងជាអ្នកច្នៃម៉ូដដ៏ល្បីម្នាក់នៅកម្ពុជាបានបង្ហើបឲ្យដឹងទៀតថាសម្រាប់កម្មវិធីពិសេសរបស់លោកនៅថ្ងៃទី6 មេសាខាងមុខនេះលោកអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់គឺវត្តមានរបស់ព្រះនាងនរោត្តមចេណាដែលជាតួអង្គសំខាន់ដោយវត្តមានទ្រង់លើកនេះមិនមែនចូលរួមធម្មតាឡើយដែលជាភ្ញៀវកិត្តិយសនោះទេគឺទ្រង់នឹងធ្វើមកជាអ្នកបង្ហាញម៉ូដមួយរូបដែលនឹងធ្វើឲ្យកម្មវិធីម្ដងនេះនឹងកក្រើកដោយ brand កាលកិនវិស្ណុលោកធានាថាកម្មវិធីមួយនេះនឹងកក្រើកពេញកម្មវិធីគណៈកម្មវិធីមួយនេះនឹងមានវត្តមានតារាបង្ហាញម៉ូដតារាសម្ដែងល្បីៗនិងបុគ្គលសំខាន់សរុបចំនួន35រូបរៀបបង្ហាញខ្លួនជាមួយនឹងវត្តមានរបស់ព្រះនាងតូចចេណាដើម្បីដើរបង្ហាញម៉ូដជាមួយសម្លៀកបំពាក់សហសម័យដែលផលិតឡើងនឹងការច្នៃឡើងពីលោកអូលីវ៉ាគុងផ្ដល់កិច្ចសម្ភារប្រាប់ដល់អ្នកសារព័ត៌មានលោកអូលីវ៉ាគុងបានប្រាប់ពីមូលហេតុអ្វីបានជាព្រះនាងតូចចេណាសម្រាប់ចិត្តយ៉ាងចម្លែកព្រមធ្វើជាអ្នកដើរបង្ហាញម៉ូដមួយរូបសម្រាប់កម្មវិធីរបស់លោកកាលកិនវិស្ណុលោកវប្បធម៌អាណាទៅមកវត្តនេះក៏ព្រះនាងតូចចិត្តថាគាត់មកជាភៀវកិត្តិយសធម្មតាឬគាត់នឹងបង្ហាញអ្វីគាត់គឺជាតួធំបិទសូនៅក្នុងកម្មវិធីគាត់ចេញឈុតធំចុងក្រោយគេតែម្ដងហើយលើកដំបូងដែលវត្តមានព្រះនាងដើរម៉ូដបានន័យថាគាត់ធ្លាប់តែច្រៀងធ្លាប់តែសម្ដែងតែលើកនេះគឺត្រឡប់មកបែបទស្សនីយភាពថ្មីមួយដែលគាត់ដើរបង្ហាញម៉ូដសម្លៀកបំពាក់ឲ្យខ្ញុំមុនគេនៅក្នុងស្រុកខ្មែរងាកមកក្រោយតិចដោយសារមិនមានបញ្ជាក់ថាព្រះនាងតូចចេណានឹងបានចូលរួមដែរហើយនឹងដើរសូជាមួយគ្នាមែនអត់ដើរសូនោះព្រះនាងចេណាក៏ដើរសូបែបយ៉ាងណាដែរហើយក្នុងការសឹងបែបណាហើយព្រះនាងចេណាក៏ដើរសូប្រហែលសូដែរហើយវត្តមានរបស់ព្រះនាងចេណាអាចថានឹងមានការច្រៀងបទចម្រៀងរបស់គាត់ដែរទេឬយ៉ាងណាដែរបងព្រមគាត់អត់វត្តមានរបស់ព្រះនាងនៅក្នុងថ្ងៃទី6ហ្នឹងគឺគាត់អត់ច្រៀងទេគឺគាត់ដូចថាវត្តមានគាត់មកដើរគឺដើរសូជា model តែម្ដងបានថា model ដើរសម្លៀកបំពាក់បង្ហាញអំពី brand កាលកិនហើយជាឈុតធំមួយដើរបិទសូចុងបញ្ចប់តែម្ដងគឺអត់មានច្រៀងទេតែឆ្លងដើរសូពីមុនចឹងដែរទេគឺក៏គាត់អត់ដែរទេគាត់ធ្លាប់តែច្រៀងនិងសម្ដែងតែវគ្គនេះគឺបានប្រភេទបានពនាងត្រង់បានភាសាមួយខ្ញុំហ្នឹងគឺគាត់ចង់បានអ្វីដែលថ្មីហើយប្លែកខ្ញុំគិតថាអញ្ចឹងក៏បានdesign ដែលដោយសារតែព្រះនាងធ្លាប់ថតរឿងទេពធីតាផ្ទាល់មាសអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ឲ្យព្រះនាងត្រង់គាត់ដូចថាក្រងនៅឈុតដែលតាក់ទងនឹងការផ្ទាល់មាសហ្នឹងដើម្បីយើងយករូបព្រះនាងដាក់នៅលើក្របមុខនៃសភៅដែលខ្ញុំបានបង្កើតអញ្ចឹងមានការដើរសូរបស់ព្រះនាងក៏មានការបង្ហាត់បន្ថែមទេពីយ៉ាងណាដែរវឹកហាត់ដោយខ្ញុំផ្ទាល់ជាគ្រូបង្ហាត់អញ្ចឹងខ្ញុំជាគ្រូបង្ហាត់ម៉ូដនៅស្រុកខ្មែរអញ្ចឹងខ្ញុំនឹងបង្រៀនត្រង់អំពី fashion show ប្រហែល3ថ្ងៃឯងបងដោយសារតែពនាងគាត់មានដងគាត់មាន talent មែនតើមិនថារាំមិនថាច្រៀងសម្ដែងអញ្ចឹងគិតថាដើរម៉ូដគឺងាយស្រួលសម្រាប់ព្រះនាងដោយសារតែព្រះនាងមាន
confident បាត់ទៅហើយអញ្ចឹងខ្ញុំបរៀនតាមអត់ដល់3ថ្ងៃតែមួយថ្ងៃខ្ញុំគិតថាពនាងធ្វើបានដោយសារពនាងបកកែឲ្យឆ្លាត ហើយមកអាឈុតដែលគាត់អក្រមហ្នឹងយើងអាចឈ្មោះអីឈុតដែលគាត់អក្រម ទេពធីតាផ្គលមាសដោយសារតែគាត់បានថតរឿងទេពធីតាផ្គលមាសហើយខ្ញុំបានដកស្រង់ពីផ្កាខ្មែរទៀតអញ្ចឹងខ្ញុំគិតថាតួអង្គពនាងគឺជាតួអង្គដែលតំណាងឲ្យផ្កាផ្គលមាសព្រោះអី collection ខ្ញុំគឺ concept ឈ្មោះស្រៀងគ្នាទាំងអស់ដោយសារតែកាលកិនហ្នឹង Mark Brand របស់ខ្ញុំគឺជា avatar ទី11របស់ព្រះវិស្ណុខ្ញុំគោរពព្រះវិស្ណុថ្ងៃមួយពេលដែលខ្ញុំបាក់ទឹកចិត្តខ្ញុំបាត់បង់គ្រប់យ៉ាងពេលហ្នឹងគឺខ្ញុំបានទៅបួសរយៈពេលមួយអាទិត្យសមាធិនៅអង្គរវត្តហ្នឹងខ្ញុំបានស្វែងរកខ្លួនឯងឃើញអញ្ចឹងក៏ខ្ញុំបានគោរពព្រះអង្គហើយខ្ញុំក៏ជ្រើសរើស avatar ឈ្មោះកាលកិនហ្នឹងដើម្បីជា brand របស់ខ្ញុំអញ្ចឹងខ្ញុំធ្លាប់ design អស់ហើយ inspire ពីព្រះអង្គអំពីដូចថាតួអង្គនៃទេពអប្សរនីមួយៗនៅលើជញ្ជាំងប្រាសាទប៉ុន្តែលើកនេះគឺខ្ញុំបានដកស្រង់ផ្កាទាំងអស់ពីបរមវិស្ណុលោកបានន័យថាផ្កាដែលតួអង្គនៃអប្សរាឬក៏ព្រះអង្គព្រះមហាក្សត្រសម័យមុនដែលគាត់ដូចថាមានសៀតយកធ្វើជាគ្រឿងអលង្ការដែលដកស្រង់ពីផ្កាផ្កុលមាសឬក៏ផ្កុលមាសមានផ្ការរំដួលឬក៏ផ្កាអីផ្សេងដូចផលិតរំចង់អីហ្នឹងអញ្ចឹងហ្នឹងគឺសិតតែជាផ្កាអត្តសញ្ញាណរបស់ខ្មែរយើងអញ្ចឹងគឺខ្ញុំយកចងក្រងធ្វើជា collection ធំជាលក្ខណៈ royal ដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាឲ្យប្លែកភ្នែកអរគុណច្រើនអរគុណបង SBC 369 SBC 24 website មានហ្គេមសប្បាយច្រើនបាល់មន់ជុលបៀបាការ៉ាត់បើក account មានការបង្វិលត្រឡប់ 5% ជារៀងរាល់សប្តាហ៍ធានានូវសុវត្ថិភាពខ្ពស់ 100%